ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីការបង្កើត OU User Group on Active Directory Domain អញ្ចឹងមុនដំបូងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត user អញ្ចឹងជាមុនដំបូងយើងចូលមក create OU ហើយខ្ញុំដាក់ឈ្មោះវាថា accounting សម្រាប់ថងនេះដែរគឺយើងដាក់វាដើម្បីជៀសវាងការលុបដោយចៃដន្យអញ្ចឹងយើងគ្រីសវាមកហើយយើងចុច OK អញ្ចឹងឥឡូវនេះយើងទទួលបាន OU accounting មួយបន្តមកទៀតខ្ញុំនឹងបង្កើត OU មួយទៀតដែលដាក់ឈ្មោះថា user ហើយបន្តមកទៀតខ្ញុំនឹងបង្កើត OU មួយទៀតដែលដាក់ឈ្មោះថា computer ដើម្បីផ្ទុកកុំព្យូទ័ររបស់ user ទាំងអស់នៅក្នុង accounting មួយហ្នឹងអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់លុប OU ហ្នឹងអញ្ចឹងពេលអ្នកទាំងអស់គ្នាលុបទៅវានឹងលុបអត់បានទេដោយសារតែមុនហ្នឹងពេលដែលយើងបង្កើតគឺយើងបានចែក tick កន្លែងការពារការលុបដោយចៃដន្យបើសិនជាអ្នកទាំងអស់គ្នាចង់លុបអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់ view ហើយចូលទៅកាន់ advanced feature បន្ទាប់មកយើងនឹងឃើញ OU របស់យើងហ្នឹងយើងចូលទៅកាន់ OU computer ហ្នឹងមក right click វាចូលទៅកាន់ property ហើយយើងចូលទៅកាន់ object បន្ទាប់មកយើងដក check ថង prevent delete ហ្នឹងមកយើងចុច OK ហើយយើងទៅលុបម្ដងទៀតអញ្ចឹងយើង right click ទៅលើ computer ហ្នឹងហើយចុច delete មកយើង delete បានហើយយើងធ្វើអញ្ចឹងដើម្បីការពារពីការ delete បានដោយងាយៗព្រោះតាមរបៀបនេះវារៀងស្មុគស្មាញអញ្ចឹងយើងដោះ advanced feature មកវិញហើយបន្ទាប់មកយើងបង្កើត OU នឹងសារថ្មីមកដាក់ឈ្មោះថា computerអញ្ចឹងបន្ទាប់មកយើងចូលទៅកាន់ user ហើយយើង right click ដើម្បីចូលទៅ create new user នៅក្នុងនឹងដែរយើងត្រូវបំពេញ first name last name user login name បន្ទាប់មកយើងចុច next ហើយយើងត្រូវការដាក់ password ហើយសម្រាប់នៅខាងក្រោមនេះដែរគឺយើងអាចដាក់ឲ្យ user must change password នៅពេលដែល next login user cannot change password password never expire account is disabled អញ្ចឹងយើងចង់ដាក់មួយណាយើងចុចគ្រីសមួយហ្នឹងទៅបន្តមកទៀតយើងចុច next មកអញ្ចឹង user របស់យើងបង្កើតបានហើយអញ្ចឹងបើសិនជាយើងចង់ update ព័ត៌មានអីយើងអាច right click ចូលទៅកាន់ property យើងមាន general information មាន address មាន account មាន profile អីយើងអាច update នៅក្នុងនឹងបានថងនេះដែរគឺ member of អញ្ចឹងនៅក្នុងនឹងយើងអាចមើលដឹងថាយើងនៅក្នុងក្រុមណាខ្លះអញ្ចឹងក្រុមដែលខ្ញុំនៅគឺ domain user ជាក្រុម defaultអញ្ចឹងដើម្បីឲ្យងាយស្រួលហៅយើងនឹង move user ហ្នឹងទៅក្នុង accounting user យើង right click ហើយយើងចុច move ទៅយើងចូលទៅកាន់ accounting ហើយចុច user
អញ្ចឹងពេលដែលយើងចូលទៅកាន់ user ក្នុង accounting យើងនឹងឃើញមាន user ដែលយើងទំបាន move មិញហ្នឹងនៅក្នុងហ្នឹងឯងអញ្ចឹងខ្ញុំចង់ move កុំព្យូទ័រមួយទៀតទៅក្នុង accounting កុំព្យូទ័រដែរ right click វាមកហើយយើងចុច move បន្ទាប់មកយើងចូលទៅកាន់ accounting ហើយចូលទៅកាន់ computer អញ្ចឹង computer របស់យើងបាន move ទៅកាន់ accounting computer ហើយអញ្ចឹងបន្ទាប់ពីយើងបង្កើត user ហើយយើងចូលទៅកាន់ client យើងវិញម្ដងអញ្ចឹងពេលដែលចូលមកដល់ client យើង log in user របស់យើងអានេះជា local user របស់ខ្ញុំអញ្ចឹងខ្ញុំសុំចូលទៅកាន់ add the user ហើយវាយ username ដែលយើងបានបង្កើតមុនហ្នឹងបន្ទាប់មកយើងដាក់ password ហើយយើងធ្វើការ log in បន្ទាប់មកយើងត្រូវ change password បន្ទាប់មកយើងវាយ password ថ្មីរបស់យើងហើយនឹង confirm password អញ្ចឹងយើងបានដូរ password យើងហើយយើងចុច OK មកយើងធ្វើការ log in ចូលទៅក្នុង user ហ្នឹងបន្ទាប់មកយើងចូលទៅកាន់ menu មកយើងនឹងឃើញ user របស់យើងដែលយើងបាន log in ចូលមុនហ្នឹងឯងអញ្ចឹងខ្ញុំសុំ log out ចេញពី user ហ្នឹងសិនអញ្ចឹងបើយើងចង់ disable ទៅកាន់ user មួយហ្នឹងយើងត្រូវចូលទៅកាន់ server របស់យើងហើយយើង right click ទៅលើ user យើងចុច disable account បន្ទាប់មកយើងចូលទៅកាន់ client របស់យើងហើយយើងធ្វើការ log in ម្ដងទៀតចង់ដឹងថាតើ account គាត់នឹងបាន disable នៅអញ្ចឹងយើងធ្វើការ log in មកយើងនឹងឃើញ your account has been disabled please use your system administrator អញ្ចឹង account របស់យើងបាន disable ហើយបន្តមកទៀតខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការបង្កើត group អញ្ចឹងដើម្បីបង្កើត group យើងចូលទៅកាន់ window administrative tool ហើយបន្តមកទៀតយើងចូលទៅកាន់ active directory user and computer អញ្ចឹងដោយសារតែយើងត្រូវផលវាញឹកយើងកុំឲ្យពិបាកចូលទៅច្រើនដងយើងគួរតែបង្កើត console មួយសម្រាប់ចូលទៅកាន់វាឲ្យវាកាន់តែងាយស្រួលអញ្ចឹងដើម្បីបង្កើត console គឺយើងចូលទៅកាន់ MMC ដែលមកពីពាក្យពេញបានន័យថា Microsoft Management Console ចូលមកដល់ក្នុងនេះយើងនឹងឃើញផ្ទាំង console មួយដែលយើងអាច add tool ដែលយើងប្រើជាមួយញឹកចូលទៅក្នុងនឹងបានដើម្បីបង្កើតយើងចូលទៅកាន់ file ហើយយើងចូលទៅកាន់ add or remove snap in បន្តមកទៀតយើងជ្រើសរើស tool ដែលយើងត្រូវប្រើញឹកអញ្ចឹង tool ដែលយើងជ្រើសរើសគឺ active directory user and computer អញ្ចឹងយើងធ្វើការ select វាមកបន្ទាប់មកយើងចុច add ហើយយើងចុច OK ទៅអញ្ចឹងយើងបានបង្កើត console មួយសម្រាប់ active directory user and computer បន្តមកទៀតយើងធ្វើការ save អញ្ចឹងខ្ញុំ save ដាក់នៅលើ desktop ហើយខ្ញុំដាក់ឈ្មោះវាថា my mmc ហើយយើងចុច save មកឥឡូវនេះយើងទទួលបាន console មួយសម្រាប់ចូលទៅកាន់ active directory user និង computer អញ្ចឹងយើងបង្កើត mmc ហើយបន្តមកទៀតយើងនឹងចូលទៅកាន់ user ដើម្បីបង្កើត group អញ្ចឹងយើងចុចលើ user ហ្នឹងមកបន្ទាប់មកយើង right click យើង select យក new group បន្ទាប់មកយើងដាក់ឈ្មោះ group របស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះ account admin ហើយយើងចុច OK មកអញ្ចឹងយើងទទួលបាន group មួយដែលមានឈ្មោះថា account admin អញ្ចឹងខ្ញុំអត់ចង់ទុកវានឹងទេខ្ញុំចង់ move វាទៅកាន់ OU user ដែលយើងបានបង្កើតលើកមុនអញ្ចឹងយើង right click ហើយចូលទៅកាន់ move យើង move វាទៅកាន់ user បន្តមកយើងចុច OK អញ្ចឹង
group ហ្នឹងត្រូវបាន move ទៅកាន់ accounting user ហើយបន្តមកទៀតខ្ញុំចង់បង្កើត group ថែមមួយទៀតអញ្ចឹងខ្ញុំ right click ចូលទៅកាន់ new group ហើយខ្ញុំដាក់ឈ្មោះវាថា assistant admin អញ្ចឹងឥឡូវនេះយើងទទួលបាន group ពីរគឺ account admin និង assistant admin អញ្ចឹងបើសិនជាយើងចង់មើលព័ត៌មានវាយើងអាច right click ចូលទៅកាន់ property គឺយើងនឹងមានឃើញព័ត៌មាន general member of ហើយនឹង manage by បន្តមកទៀតខ្ញុំចង់ move វិជ្ជការចូលទៅក្នុង account admin អញ្ចឹងយើង right click ហើយចូលទៅកាន់ add to a group ទៅដល់ក្នុងហ្នឹងគឺយើងបញ្ចូលឈ្មោះ group ដែលយើងចង់ទៅអញ្ចឹងខ្ញុំចង់ដាក់ទៅក្នុង account admin យើងវាយឈ្មោះ account admin ហើយយើង check ឈ្មោះហ្នឹងមកពេលដែលវាត្រូវវានឹង load បន្ទាត់នៅខាងក្រោមឈ្មោះហ្នឹងអញ្ចឹងយើងចុច OK មកអញ្ចឹងដើម្បីមើលគឺយើង right click ទៅលើ account admin ហើយចូលទៅកាន់ property បន្តមកទៀតយើងចូលទៅកាន់ member យើងនឹងឃើញឈ្មោះវិជ្ជការនៅក្នុង group account admin ហ្នឹងហើយអញ្ចឹងយើងធ្វើការ check វិជ្ជការវិញម្ដងថាគាត់មាននៅក្នុង group ហ្នឹងអត់យើង right click មកហើយយើងចូលទៅកាន់ property បន្តមកទៀតយើងចូលទៅកាន់ member of អញ្ចឹងយើងឃើញ account admin នៅក្នុងហ្នឹងមានន័យថាវិជ្ជការគឺជា member of account admin បន្ទាប់មកយើងចេញមកវិញមកបន្តមកទៀតខ្ញុំចង់ធ្វើការបង្កើត new user មួយទៀតអញ្ចឹងយើង right click យក new user បន្តមកទៀតយើងបំពេញ first name last name អញ្ចឹងខ្ញុំដាក់ឈ្មោះ Sonita first name បន្ទាប់មកដាក់ last name ហើយនឹង user login name បន្ទាប់មកយើងចុច next ហើយយើងដាក់ password បន្តមកទៀតយើង text ទៅលើ user must change password at next log on ហើយយើងចុច next មកបន្តមកទៀតខ្ញុំចង់ add Nita ចូលទៅក្នុង group account assistant អញ្ចឹងយើង right click ចូលទៅកាន់ add to a group ហើយយើងវាយឈ្មោះ account assistant បន្តមកទៀតយើង check name តើវាមាននៅក្នុងហ្នឹងអត់ហ្នឹងហើយវាមានយើងចុច OK មកអញ្ចឹង Nita ត្រូវបាន add ចូលទៅក្នុង account assistant group ដើម្បីមើលថា Nita មាននៅក្នុង group ហ្នឹងមែនអត់យើងចូលទៅកាន់ property ហើយយើងមើល member of អញ្ចឹងយើងឃើញ account assistant នៅក្នុងហ្នឹងហើយអញ្ចឹង Nita គឺជា member of account assistant បន្តមកទៀតយើងចូលទៅកាន់ file manager អញ្ចឹងនៅក្នុងហ្នឹងយើងចូលទៅកាន់ PC របស់យើងហើយយើងចូលទៅកាន់ drive C បន្ទាប់មកយើងធ្វើការបង្កើត folder data មួយអញ្ចឹងនៅក្នុង folder data ហ្នឹងយើងនឹងបង្កើត folder ពីរទៀតដែលសម្រាប់ទុក data ដែរគឺ folder ទី1គឺ folder accounting ហើយសម្រាប់ folder មួយទៀតគឺយើងនឹងដាក់ folder finance បន្ទាប់ពីបង្កើតហើយអញ្ចឹងយើងនឹងធ្វើការ share folder ហ្នឹងទៅឲ្យ user អញ្ចឹងដើម្បី share គឺយើងត្រូវការ tool មួយទៀតគឺ share and folder អញ្ចឹងយើងនឹង add tool ហ្នឹងទៅក្នុង MMC របស់យើងដើម្បីឲ្យងាយស្រួលក្នុងការចូលទៅកាន់វាយើងចូលទៅកាន់ share and folder យើង add tool ហ្នឹងមកហើយយើងចុច finish ដល់មកយើងចុច OK បន្ទាប់ពី add ហើយគឺយើងចូលទៅកាន់ share ដើម្បី share folder របស់យើងអញ្ចឹងយើង right click មកហើយយើងចូលទៅកាន់ new share បន្ទាប់មកយើងចុច next ហើយយើង browse ទៅកាន់ទីតាំង folder របស់យើងហើយយើង select លើ accounting មកយើងចុច OK បន្តមកទៀតយើងចុច next យើងចូលមកដល់ share folder permission បន្ទាប់មកយើងធ្វើការ custom permission នៅក្នុងហ្នឹងវាមាន everyone អញ្ចឹងយើង remove everyone ហ្នឹងចេញមកហើយយើង add group ថ្មីអញ្ចឹង group របស់យើងគឺ account admin
ហើយយើង check name វាមកអញ្ចឹង account admin មាននៅក្នុងហ្នឹងយើង check OK បន្តមកទៀតយើង set permission full control បន្តមកទៀតខ្ញុំធ្វើការ add time group មួយទៀតគឺ group assistant account អញ្ចឹងយើងបញ្ចូលឈ្មោះមកហើយបន្តមកទៀតយើង check ឈ្មោះហើយយើង check OK ហើយយើងដាក់ permission ឲ្យវា read only បន្ទាប់មកយើង check OK ហើយយើង check finish នៅត្រង់នេះដែរបើសិនជាយើងចង់ run wizard គឺយើង check tick មកប៉ុន្តែខ្ញុំអត់ចង់ទេខ្ញុំ check finish អញ្ចឹងយើងទទួលបាន share folder មួយទៀតគឺ folder accounting អញ្ចឹងបន្ទាប់ពី share folder ហើយយើងចង់ដឹងថា folder របស់យើងបាន share ទៅកាន់ user អត់យើងចូលទៅកាន់ client ហើយ log ចូលទៅកាន់ user របស់យើងពេលដែល log ហើយគឺយើងចូលទៅកាន់ file manager យើងមកហើយបន្ទាប់មកយើងចូលទៅកាន់ IP address របស់ server របស់យើងគឺ 192.168.1.1 ចូលមកដល់យើងនឹងឃើញ folder accounting ដែលយើងបាន share មុនហ្នឹងអញ្ចឹងវិជ្ជការមានសិទ្ធ full control ទៅលើ folder accounting ហ្នឹងអញ្ចឹងយើងសាកធ្វើការបង្កើត file មួយនៅក្នុងហ្នឹងមកដើម្បីចង់ដឹងថាយើងទទួលបាន full control មែនអត់អញ្ចឹងយើងធ្វើការបង្កើត file budget មួយសម្រាប់ trip ហើយនៅក្នុង file ហ្នឹងយើងនឹងសរសេរពី trip budget trip របស់យើងថាមានអីខ្លះមាន food មាន room បន្តមកទៀតយើងនឹងចុច save អញ្ចឹងមានន័យថាវិជ្ជការមាន full access ទៅលើ folder accounting អញ្ចឹងបើយើងខ្ជិលធ្វើការវាយ IP ដើម្បីចូលទៅកាន់ accounting ហ្នឹងយើងអាច map drive បានគឺយើង right click ទៅលើ folder ហ្នឹងយើងចូលទៅកាន់ map drive របស់យើងគឺ drive z អញ្ចឹងយើងចូលទៅកាន់ drive z ហ្នឹងមកគឺយើងទៅដល់ folder accounting របស់យើងឯងអញ្ចឹងបន្តមកទៀតខ្ញុំនឹងធ្វើការ log ចេញពី user វិជ្ជការហើយខ្ញុំនឹងធ្វើការ log in ចូលទៅកាន់ user របស់ Sonita ម្ដងដោយ user របស់ Sonita គឺមាន permission តា read only ឯងអញ្ចឹង log in ហើយយើងចូលទៅកាន់ file explorer របស់យើងហើយបន្ទាប់មកយើងវាយ IP របស់ server របស់យើងនឹងមកដើម្បីចូលទៅកាន់ folder accounting អញ្ចឹងចូលមកដល់យើងឃើញមានហើយ folder accounting របស់យើងហើយយើងឃើញ file budget របស់យើងអញ្ចឹងយើងសាក edit មើលថាគាត់អាច edit បានអត់អញ្ចឹងយើងធ្វើការ edit ហើយយើង save មកនៅពេលដែល check save ហ្នឹងទៅវានឹងដាក់ថា access is denied ចឹងមានន័យថាគាត់អត់មានសិទ្ធិក្នុងការ edit file ហ្នឹងទេព្រោះយើង set permission ឲ្យគាត់ read only អញ្ចឹងយើងសាកបង្កើត file មួយថ្មីទៀតតើគាត់អាចបង្កើតបានអត់អញ្ចឹង file ក៏គាត់អាចបង្កើតបានដែរដោយសារតែ permission របស់គាត់គឺ read only អញ្ចឹងការបង្កើត user group និងការ share folder របស់យើងបានចប់ហើយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាតាំងពីដើមដល់ចប់